បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះរៀបចំមកកូនទន្សាយចេញបាន2ឈុត2កញ្ច្រែងមក2ម៉ូយបងប្អូនបាទចឹងដាក់ទៅខាងបងស្រីនៅខាងកំពង់ចាមទៅសាខាស្គុនបាទស្រុកជើងព្រៃបាទស្គុនខេត្តកំពង់ចាមបាទ4ក្បាលបាទគាត់យក2គូញី2ឈ្មោល2ចឹងគាត់យកពណ៌សសុតនឹង2ហើយសលេប្រផេះនឹង2ក្បាលបងប្អូនបាទហើយជាមួយកញ្ច្រែងទៀតហ្នឹងគឺតែមួយក្បាលទេអានេះក៏ពិតខ្ញុំដាក់សងទេដោយសារបងស្រីខាងរតនគិរីខាងមុនខ្ញុំផ្ញើទៅវាមានបញ្ហាវាងាប់តាមផ្លូវបាទយ៉ាដឹងយ៉ាងម៉េចដែរបងប្អូនផ្ញើច្រើនដងហើយវាមិនដែលមានបញ្ហាទៅថ្ងៃមុននេះដាក់ទៅងាប់អស់មួយអញ្ចឹងទៅខ្ញុំផ្ញើសងគាត់មួយវិញអញ្ចឹងគាត់ងាប់ញីអញ្ចឹងខ្ញុំផ្ញើញីពណ៌សដូចគ្នាទៅវិញគាត់ឆ្លាញ់តែពណ៌សបាទអញ្ចឹងខ្ញុំអត់កុហកទេបងប្អូនគឺបើថាងាប់គឺខ្ញុំប្រាប់ថាងាប់ហើយខ្ញុំផ្ញើសងគឺផ្ញើសងបាទខ្ញុំអត់ចេះលាក់លៀមទេបងប្អូនហើយរស់ស៊ីយើងស្មោះត្រង់បើយើងប្រាប់តែផ្ញើតែមានបញ្ហាតាមផ្លូវគឺយើងផ្ញើសងជូនខាងអ្នកទិញគាត់ចេញទៅថ្លៃសេវាដឹកជញ្ជូនឲ្យក្រុមហ៊ុនទៅបានហើយតែបើសិនជាទៅដល់ដៃអតិថិជនពីរថ្ងៃមួយអាទិត្យហើយងាប់អានេះយើងអត់ទទួលទេបងប្អូនបើយើងទទួលខុសត្រូវតែងាប់នៅតាមផ្លូវនឹងដឹកពេលដឹកជញ្ជូនដល់ទេណាបាទបងប្អូនបាទអញ្ចឹងបងប្អូនត្រូវការគុណទន្សាយបងប្អូនអាចឆាតចូល page ខ្ទមទន្សាយក៏បានបងប្អូនឆាតមក Telegram ខ្ញុំក៏បានបាទ097 25 25 220បងប្អូនបាទអរគុណច្រើន